បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះឆនបុតិកាអញ្ចឹងនេះខ្ញុំមក demo ទៅលើ game សម្រាប់midterm អញ្ចឹងជាដំបូងខ្ញុំចង់និយាយអំពីការ contribute ដែលមាននៅក្នុង game ហ្នឹងគឺចែកវាទៅជា3ដែលទី1ហ្នឹងគឺទៅលើ level generator សម្រាប់ generate level path សម្រាប់ player ហើយទី2ហ្នឹងគឺទៅលើ game manager ហើយទី3ទៅលើ object pool ចឹងខ្ញុំចង់និយាយពី level generator ទៅចឹង level generator ហ្នឹងគឺវាមានជា3ផ្នែកដែលទី1ហ្នឹងគឺ first part ហ្នឹងខ្ញុំទៅលើ lobby សម្រាប់ start game player start game ហើយចំណែក middle level ហ្នឹងគឺ level សម្រាប់ដែល part ដែលយើងចង់ដាក់ថាមានប៉ុន្មាន part សម្រាប់វា generate ទៅលើ different structure សម្រាប់ player ហើយទី3គឺហៅថា last level part ដែលវាជា lobby សម្រាប់ player សម្រាប់ exist game ហើយបន្តមកទៀតខ្ញុំចង់និយាយទៅលើជា game manager ហើយ game manager ហ្នឹងមានទៅលើ 5 mission ដែលវាមានដូចជា car delivery mission defense mission hunt mission key mission ជាមួយ timer mission អញ្ចឹងសម្រាប់ការ demo នេះខ្ញុំចង់ demo ទៅលើ key mission ដែលខ្ញុំគិតថាវាស្រួលដោយសារតែយើងសម្រាប់ស្លាប់ទៅលើ enemy ទៅបន្ទាប់មកយើងនឹង collect បាន key ហើយសម្រាប់ object pool វិញគឺសម្រាប់ player សម្រាប់ pick up ទៅលើ weapon និងជាមួយនឹង ammo អញ្ចឹងយើងចូលទៅមើលការ demo game ទាំងអស់គ្នាពីលើ weapon